ដំណើរពីសាលារៀនមួយខ្នងដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះខ្ញុំនៅឯជនបទកាលនោះមានអគារ5-6ខ្នងដែរនៅក្នុងបរិវេណសាលាបឋមសិក្សានោះទាំងអគារដែលចាស់ទ្រុឌទ្រោមមួយដែលគេមិនទាន់វាយចោលដើម្បីធ្វើថ្មីដោយសារកង្វះថវិកាវាចាស់ខ្លាំងណាស់ជញ្ជាំងក៏ធ្លុះធ្លាយបែកបាក់ដំបូលក៏ទ្រុឌទ្រោមកាលខ្ញុំនៅក្មេងៗខ្ញុំតែងតែរត់លេងនៅជិតអគារចាស់មួយនោះខ្ញុំរួមទាំងមិត្តភ័ក្តិខ្ញុំ 4-5 នាក់ទៀតតែងតែចង់ដឹងចង់ឮព្រោះពាក្យចចាមអារាមនិយាយថាក្នុងសាលារៀននោះមានខ្មោចពួកយើងទាំងអស់គ្នាមិនហ៊ានចូលទៅក្នុងសាលានោះទេប៉ុន្តែពួកយើងបានត្រឹមលួចមើលតាមជញ្ជាំងធ្លុះធ្លាយតែប៉ុណ្ណោះនៅក្នុងអគារនោះគ្មានអ្វីទេក្រៅពីសភាពចាស់ទ្រុឌទ្រោមតែនៅខាងចុងបង្អស់នៃសាលាមានដំបូកកណ្ដៀរធំមួយពេលពួកយើងមើលតាមប្រឡោះជញ្ជាំងទៅតែងតែឃើញមានពោះវៀនសត្វផ្សេងនិងក្បាលមាន់ក្បាលទានៅជុំវិញបរិវេណដំបូកនោះថ្ងៃមួយជាថ្ងៃបើកបវេសនកាលសិស្សានុសិស្សទាំងអស់បានមកចុះឈ្មោះចូលរៀនដោយសារចំនួនសិស្សច្រើនលើសពីអគារដែលផ្ទុកសិស្សបានខាងនាយកសាលាក៏បានតម្រូវឲ្យសិស្សថ្នាក់ទី1ទៅរៀននៅសាលាចាស់នោះមួយរយៈទម្រាំអគារថ្មីធ្វើរួចនាយកសាលាក៏បានបញ្ជាសិស្សគ្រប់គ្នាឲ្យជួយលើកតុលើកកៅអីទៅដាក់នៅក្នុងសាលាចាស់នោះអ្នកគ្រូបន្ទុកថ្នាក់ទី1ក៏គាត់ទើបតែបដូរមកបង្រៀននៅទីនេះមួយរយៈដែរពេលបង្រៀនមួយខែដំបូងមិនមានរឿងអ្វីគួរឲ្យចាប់អារម្មណ៍នោះទេនិយាយពីដំបូកកណ្ដៀរនោះទោះបីជាអ្នកគ្រូខំកាប់ជីកយ៉ាងណាក៏វានៅតែដុះមកដដែលជារឿយៗអ្នកគ្រូរួមទាំងសិស្សនៅក្នុងបន្ទប់ថ្នាក់នោះតែងយកឈើឬអំបោះឆ្កឹះពោះវៀនសត្វឬក្បាលមាន់ក្បាលទាដែលនៅជុំវិញដំបូកនោះដាក់ក្នុងថង់រួចយកទៅបោះចោលស្ទើររាល់ថ្ងៃគ្មានអ្នកណាដឹងច្បាស់ឡើយថាពោះវៀននោះវាកើតឡើងយ៉ាងដូចម្ដេចនិងមកពីទីណាប៉ុន្តែពាក្យចចាមអារាមអ្នកភូមិដែលរស់នៅក្បែរសាលានោះគេបាននិយាយថាឃើញភ្លើងហោះចេញចូលក្នុងសាលានោះស្ទើររៀងរាល់យប់សិស្សគ្រប់គ្នាគ្មានអ្នកណាចង់អង្គុយនៅតុខាងក្រោយគេទេព្រោះវានៅជិតដំបូកកណ្ដៀរនោះពេកធ្វើឲ្យពួកគេព្រឺសម្បុររយៈពេល1ខែកន្លងទៅខណៈពេលអ្នកគ្រូកំពុងបង្រៀនអ្នកគ្រូបានក្រឡេកភ្នែកមួយផ្លែតឃើញដូចមាននរណាម្នាក់ឈរនៅជិតដំបូកកណ្ដៀរអ្នកគ្រូមិនបានចាប់អារម្មណ៍ក៏បានងាកមកសរសេរអក្សរបង្រៀនសិស្សដូចធម្មតានៅក្តារខៀនសរសេររួចអ្នកគ្រូក៏បានបែរមុខទៅវិញដើម្បីពន្យល់សិស្សគាត់ក៏បានឃើញខ្មោចស្រីម្នាក់ឈរនៅជិតដំបូកកណ្ដៀរខ្មោចនោះមុខអាក្រក់ខ្លាំងណាស់បានឈរសម្លឹងអ្នកគ្រូមិនដាក់ភ្នែកនិងបានចង្អុលមុខអ្នកគ្រូទាំងក្រចកដៃវែងហាក់ដូចជាកំពុងតែខឹងនឹងអ្នកគ្រូដែលទៅរំខានកន្លែងគេអញ្ចឹងអ្នកគ្រូបានស្រែកឡើងភ្លាត់សំឡេងរហូតដល់ដួលសន្លប់បាត់ស្មារតីគ្មានសិស្សណាម្នាក់បានឃើញហេតុការណ៍ដោយអ្នកគ្រូទេពីព្រោះពួកគេម្នាក់សុទ្ធតែបែរមុខមកកាន់ក្តារខៀនរីឯអ្នកគ្រូពេលបង្រៀនត្រូវបែរមុខផ្ទុយទៅកាន់កូនសិស្សគ្រប់គ្នាក៏បានរត់ទៅប្រាប់នាយកសាលាពេលនាយកសាលាមកដល់ក៏បានសែងអ្នកគ្រូទៅកាន់ការិយាល័យខណៈពេលអ្នកគ្រូភ្ញាក់ដឹងខ្លួនវិញក៏បានរាយរាប់រឿងរ៉ាវប្រាប់នាយកសាលានាយកសាលាក៏បានបញ្ជាឲ្យអ្នកគ្រប់គ្រងយកសោទៅចាក់សាលារៀនដែលចាស់ទ្រុឌទ្រោមនោះតាំងពីនោះមកគ្មាននរណាម្នាក់ហ៊ានទៅក្បែរអគារសាលាចាស់នោះទៀតទេជារឿយអ្នកភូមិតែងតែឃើញភ្លើងហោះចេញចូលកន្លែងនោះរហូតតតែអគារសាលារៀននោះត្រូវបានរុះរើ